ลิซ่าเมียงคอยลีโอยังมา ลีโอ จ้า หายตกนั่นนะจ้าดังเลย ยมตกเนื้อกระบาแคร์อาลีโอละให้ตะกี้ ลีโอหายตกนั่นเตี้ยไอ้มาซัวไอ้มาซัว ให้มาซัวลิซ่ามาจังลีโอกับไอ้เหรอ ฮะเนี่ยซัวหมายอ่ะ ลีโอกับไอ้มาโยเสียบัตรให้ให้ตะกี้นั่นให้เขียนนะ อะไรก็ปองเสียแม่โอ้ยหมายโตไปดักเลย ថ្ងៃនេះកូនខៀវម៉ាក់ក្រហមគឺថាថ្ងៃហ្នឹងគឺមកបង្គោលការរបស់ចែភៀប34ណោះ แม่มาจมวยนางเต้มาดากรอยนางเต้มาดาอีจ้ามาเนี่ย แมว ភ្នែកអត់សូវច្បាស់បើភ្នែកទូរស័ព្ទច្បាស់ អូភ្នែកអំក្រូចមិនសូវច្បាស់ទេចាច្បាស់តែភ្នែក3ពណ៌តែក្រូចហ្នឹងហើយថ្ងៃហ្នឹងរឿងផ្លាយពណ៌តែយាយម៉ាក់ក្រហមកូនខៀវចូលមកដល់ក្នុងរោងភ្លាមក៏ជួបជាមួយនឹងបងស្រីស្អាតស្អាតចាគាត់មករាក់ទាក់អូនិយាយពីថាស្អាតស្អាតហើយរុះរាយទៀតបងប្អូនអរគ្នាងាកមកក៏ឃើញជាមួយនឹងបងណាបងប្អូនអរគ្នាបងណានឹងបខំឲ្យខ្ញុំដើរមួយគាត់ទៀតនិយាយពីថាប៉ុនហ្មងរឿងបងណាមួយពាក់អាស៊ីគ្នាទៀតថ្ងៃហ្នឹងអូយថ្ងៃហ្នឹងគឺថាបងសិល្បករសិល្បករនេះគឺគាត់អញ្ជើញចូលរួមច្រើនខ្លាំងមែនតើកលេចមកមើលសម្រាប់កូនកំឡោះកូនកំមុំវិញគឺកាន់តែស្អាតតែម្ដងណាបងប្អូនអរគ្នាស្អាតខ្លាំងហើយស័ក្តិសមគ្នាទៀតហើយខ្ញុំនេះឃើញអញ្ចឹងហើយនិយាយពីថាសប្បាយចិត្តជំនួសទៅមកថ្ងៃហ្នឹងក៏ជួបជាមួយនឹងចែកពេច shop ដែរនៅក្រៅស្អាតខ្លាំងណាស់បងប្អូនអរគ្នាអូយស្អាតមែនតើហើយក៏ថតរូបលេងជុំគ្នាជាមួយនឹងបងអីហ្នឹងណាបងប្អូនអរគ្នាព្រោះដោយសារតែអត់ដែលបានជួបគ្នាទេដល់ទៅពេលជួបគ្នាម្ដងយើងថតទុកជាអនុស្សាវរីយ៍អញ្ចឹងណាហើយរឿងធ្វើ style ខ្ជីតខ្ជូតហ្នឹងចាទុកចិត្តឲ្យណានចប់ដឹងថា style ថតខ្ជូតមិនឯងមកណានបរៀនចាដៃពីរអញ្ចឹងហើយអ្វីដែលអត់ផ្លេចគឺចង់ប្រាប់បងប្អូនអរសម្រាប់វីតាមីនវិញ្ញាភាពចាស់គឺថាល្អខ្លាំងមែនតើតែម្ដងចម្លែកណាដែលមកអ៊ីតគាត់ក្មេងដោយសារតែគាត់ញ៉ាំជាមួយនឹងវីតាមីនវិញ្ញាភាពចាស់ skin យ៉ាងបងប្អូនអរគ្នាចាគឺជួយពន្យាភាពចាស់ហើយរក្សាសុខភាពប្រព័ន្ធប្រសាទប្រសាទនិងខួរក្បាលបង្កើតការចងចាំនិងការធ្លាក់ចុះផ្លូវចិត្តហើយបង្កើតប្រព័ន្ធភាពស៊ាំឲ្យរាងកាយមានសមត្ថភាពប្រឆាំងនឹងជំងឺហើយតនសុខភាពបេះដូងនិងសរសៃឈាមហើយពេលដែលយើងញ៉ាំទៅគឺថាជួយឲ្យស្បែកសភ្លឺថ្លាហើយក្មេងជាងវ័យព្រោះថាមានបងនៅក្រៅក៏សួរថាមកអ៊ីតញ៉ាំអីបើនៅតែក្មេងវ័យបែបហ្នឹងគាត់ញ៉ាំជាមួយនឹងវីតាមីនវិញ្ញាភាពចាស់ skin យ៉ាងតើឥឡូវយើងមកមើលសកម្មភាពបន្តទៀតណាបងប្អូនអរគ្នាចាលេខមកមើលបងអ្នកភ្លេងវិញណាគឺគាត់សុទ្ធតែស្អាតហើយរុះរាយទៀតបងប្អូនអរគ្នាសំខាន់ណាស់ជ្រឿងព្រោះខ្លាំងណាស់ហើយខ្ញុំមកពេលអាវឡើងដូចពួកគាត់ត្មងហើយក៏មកថតរូបថ្ងៃហ្នឹងគឺថារវល់នឹងការថតរូបហ្នឹងហ្មងថតរូបជាមួយនឹងម៉ែតូនិងអ៊ំខ្ចងផងដែរឥឡូវនេះគឺសូមមកខ្ជិលខ្ជូតខ្លួនឯងម្ដងណាជីខ្ជូតហ្នឹងដោយសារតែលោកអាចារ្យគឺគាត់កំពុងតែរៀបចំកន្លែងកាត់សក់អញ្ចឹងកុំភ្លេចទស្សនាវីដេអូទី2ណាវីដេអូកាត់សក់បង្កក់សេរី